ខ្ញុំនឹងជម្រាបជូនបងប្អូនពីរឿងពាក់ដែលរឿងក្តៅជាងគេហ្នឹងគឺរឿងឆបោកអនឡាញហ្នឹងដែលយើងដឹងហើយមកដល់ម៉ោងនេះគឺរដ្ឋាភិបាលកម្ពុជាបានចាត់ការខ្លះដែរមិនអត់ទេឃើញសម្រុកចាប់ឯងដូចចាប់គោចាប់ក្របីអញ្ចឹងនៅក្នុងការដែលចុះសម្រុកប្រហែលខែហើយបើតាមអ្វីដែលលោកហ៊ុនម៉ាណែតបានតាំងចិត្តនោះគឺថាឲ្យមកត្រឹមចុងខែមេសាកន្លងទៅនេះគឺត្រូវតែកម្ចាត់ការឆបោកអនឡាញនេះឲ្យអស់តែម្ដង តាមពិតយុទ្ធនាការរបស់រដ្ឋាភិបាលហ្នឹងគឺធ្វើទៅយើងឃើញដូចថាសស្រាក់សស្រាំរបស់គាត់ដែរគឺកម្ចាត់កន្លែងបនលបែងឆបោកអនឡាញអីហ្នឹងបានជាង250ទីតាំងហើយមានមនុស្សដែលចាប់បញ្ជូនទៅស្រុកក្រៅវិញដោយបង្ខំហ្នឹងមាន13000នាក់ជាងហើយនឹងអ្នកស្ម័គ្រចិត្តដែលចាក់ចេញទៅហ្នឹងគឺមានជាង240,000នាក់ជិតថា200,000ជិត250,000នាក់តែមែនតើទៅគឺរបាយការណ៍អង្គការសហប្រជាជាតិរកឃើញមានតែ120,000នាក់អីទេដែលពាក់ព័ន្ធដែលជាជនរងគ្រោះដល់ពេលរដ្ឋាភិបាលចាត់ការគឺឡើងលើសចំនួននេះដល់ទៅ2ដងក៏ប៉ុន្តែនៅក្នុងការចាត់ការរបស់រដ្ឋាភិបាលនេះមិនឃើញមេខ្លោងធំដែលជាជនជាតិខ្មែរយើងដែលជាប់នៅក្នុងបញ្ជីខ្មៅអាមេរិកទេមានដែរដូចជា Gen Z មានសញ្ជាតិកម្ពុជាមានលោកលីសុងមានសញ្ជាតិកម្ពុជាក៏បានបញ្ជូនទៅហើយថ្មីនេះមានចិនម្នាក់ទៀតទៅបញ្ជូនទៅចិនទៀតហើយតែសុទ្ធតែម្នាក់ចិនមានសញ្ជាតិខ្មែរទាំងអស់ហើយលោក Gen Z អីនៅពេលដែលមានសញ្ជាតិខ្មែររស់ស៊ីខូចគេឈ្មោះខ្មែរពេញផ្ទៃប្រទេសពេញផ្ទៃពិភពលោកចុងក្រោយរដ្ឋាភិបាលថាឲ្យសញ្ជាតិខុសច្បាប់ដោយសារតែខ្វះឯកសារនេះខ្វះឯកសារនោះក៏ប៉ុន្តែតែមិនទាន់មានរឿងតាក់ទងនឹងឆបោកអនឡាញនេះលោក Gen Z ហ្នឹងគឺជាទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតផងជាលោកហ៊ុនសែនអីផងគឺក៏ក្រើកពេញផ្ទៃស្រុកខ្មែរមានចលនាទ្របមានក្រុមហ៊ុនច្រើននៅក្នុងស្រុកខ្មែរហ្នឹងរាប់ផ្លេចមានទាំងធនាគារមានទាំងធនាគារ Prince ធនាគារអីហ្នឹងដែលធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះខ្លោចផ្សាយ៉ាងច្រើនហើយនៅអាមេរិកនេះគេចាត់ការខ្លាំងមែនតើរឿងលោក Gen Z នេះដោយសារGen Z អាបនលបែងឆបោកអនឡាញដែលមានមូលដ្ឋាននៅស្រុកខ្មែរនេះវាធ្វើឲ្យប៉ះពាល់ដល់ជនជាតិអាមេរិករាប់ម៉ឺននាក់បាត់បង់លុយអស់រាប់ពាន់លានដុល្លារក៏ប៉ុន្តែគេក៏បានបង្កក់លុយ Gen Z នេះបានដល់ទៅ15,000លានដុល្លារជារូបិយវត្ថុ Bitcoins ដែលប្រាក់ទាំងអស់នេះគឺសន្ធឹកសន្ធាប់ណាស់បងប្អូន15,000លានដុល្លារបងប្អូនសាកគិតមើលមិនតិចទេណាស្មើនឹងថវិកាជាតិយើងមួយឆ្នាំកន្លះចឹងបានន័យថាបើយកលុយហ្នឹងយកទៅជួយថវិកាជាតិខ្មែរយើងមិនបាច់ប្រមូលពន្ធមិនបាច់ធ្វើអីទេគឺនាំគ្នាដេកស៊ីហ្មងមួយឆ្នាំកន្លះដោយអត់បាច់ធ្វើអីសោះគឺមានលុយគ្រប់សម្រាប់ចាយអាហ្នឹងបើយើងនិយាយពីយកលុយ1500លានដុល្លារយកមកចាយគ្នាណាលុយ1500លានដុល្លារជា Bitcoins ដែលបោកពីប្រជាពលរដ្ឋអាមេរិកនិងប្រជាពលរដ្ឋផ្សេងទៀតនេះណាស្មើនឹងថវិកាលុយអ៊ីរ៉ង់ដែលអាមេរិកបង្កក់24,000លានដុល្លារចឹងបានន័យថាប្រាក់នេះគឺស្ទើរតែ60%នៃប្រាក់អ៊ីរ៉ង់ដែលគេលក់ប្រេងបានយ៉ាងសន្ធឹកសន្ធាប់ហើយដល់អាមេរិកបកកទ្របណាប៉ុន្តែឥឡូវនេះគឺរឿងនេះគឺវាអង្គទៅជាបាយហើយគេចាប់ប្រហែលខែមុននេះគឺកាលពីឆ្នាំមុនតាមពិតអំឡុងខែ10ហ្នឹងឯងដែលសហរដ្ឋអាមេរិកចាត់ការលោក Gen Z នេះយ៉ាងសម្បើមហ្នឹងឥឡូវនេះថ្ងៃនេះបាទគឺតាមពិតថ្ងៃទីមិនមែនថ្ងៃនេះថ្ងៃ23បើយើងគិតទៅព្រោះនៅស្រុកអាមេរិកនេះទំចូលថ្ងៃថ្មីថ្ងៃទី24ខែមិថុនាម្សិលមិញក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយថារដ្ឋាភិបាលជាតិអាមេរិកសហការគ្នាជាមួយនឹងក្រុម FBI អាមេរិកនិងប៉ូលីសសហព័ន្ធអូស្ត្រាលីនិងប៉ូលីសសហព័ន្ធជប៉ុនសំទោសប៉ូលីសជាតិជប៉ុនសហការគ្នារកឃើញមេខ្លោង6នាក់ទៀតតាក់ទងនឹងបណ្ដាញរបស់លោក Gen Z នេះនៅកម្ពុជាហ្នឹងដែលអាមេរិកបានដាក់ទណ្ឌកម្មបន្ថែម6នាក់ទៀតហើយអ្នកទាំង6នេះគឺមែនតើទៅសុទ្ធតែជាមនុស្សសំខាន់បើនិយាយទៅគេហៅដៃស្ដាំដៃឆ្វេងរបស់លោក Gen Z ណាតាមពិតរបាយការណ៍របស់អង្គការសហប្រជាជាតិនិងអ្នកស្រាវជ្រាវជាច្រើនបានរកឃើញថាលោក Gen Z នេះគ្រាន់តែជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សដែលជាមនុស្សធំទាំង10នាក់11នាក់នៅស្រុកខ្មែរហ្នឹងដូច្នេះឥឡូវចាប់បានលោក Gen Z ចាប់បានលោក Lee Song ចាប់បានម្នាក់អីចុងក្រោយនេះ3 4នាក់ឥឡូវថែមមកកណោទៀតនេះគឺតាក់ទងនឹងជនជាតិចិនដែរហើយនៅក្នុងនោះក៏មានជនជាតិខ្មែរដែលជាឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកហ្នឹងបងប្អូនប្រហែលជានៅចាំហើយឥឡូវនេះគឺដើម្បីឲ្យដឹងថាតើ6នាក់ទៀតនេះដែលគេដាក់ទណ្ឌកម្មនេះហើយជាអ្នកណាខ្លះហើយពាក់ព័ន្ធនឹងក្រុមហ៊ុនណាខ្លះសហរដ្ឋអាមេរិកគឺនៅថ្ងៃនេះចេញសេចក្តីប្រកាសព័ត៌មានពីម្សិលមិញចេញសេចក្តីប្រកាសព័ត៌មានថ្ងៃទី23ខែមិថុនាហ្នឹងគឺបានកំណត់យកមុខសញ្ញាឬក៏អាចថាជនសង្ស័យឥឡូវគេចាប់ផ្ដើមចោទប្រកាន់ឲ្យអ្នកទាំង6នាក់ហ្នឹងគឺជាជនជាតិចិនហើយជនជាតិចិនទាំងអស់នេះគឺរកស៊ីនៅស្រុកខ្មែរនឹងឯងជាប់ពាក់ព័ន្ធជាមួយនឹងលោក Gen Z ហើយនឹងក្រុមហ៊ុន Prince Group និយាយទៅគឺក្រុមឆបោកហ្នឹងគឺអាមេរិកកំពុងតែចាត់ការជីករឹសចោលតែម្ដងក៏ប៉ុន្តែមិនដឹងជីករឹសនឹងជីកយ៉ាងម៉េចបានរួចទេយើងចាំមើលតទៅទៀត
ហើយក្រុមហ៊ុនដែលបន្ថែមដែលពាក់ព័ន្ធនឹងបុគ្គលទាំង6នាក់នេះគឺមាន26ក្រុមហ៊ុនទៀត26ក្រុមហ៊ុនឬអង្គភាពបងប្អូនមានចាំទេកាលពីប្រហែលខែមុនដែលពេលគេចាប់លោកចិនស៊ីចោតប្រកាន់តាមដីការបស់សហរដ្ឋអាមេរិកប្រកបលុយ$15,000 លានហ្នឹងគឺមានបុគ្គល20នាក់ជាងនៅក្នុងហ្នឹងហើយមានក្រុមហ៊ុនជាង140ដែលគេដូចថាពាក់ព័ន្ធណាដោយទាំងនៅភូមិដោយទាំងនៅអីទៀតក៏ប៉ុន្តែឥឡូវនេះគឺតាក់ទងនឹងក្រុមហ៊ុនឬអង្គភាព26ទៀតហ្នឹងគឺតែនៅស្រុកខ្មែរហើយនឹងមនុស្ស6នាក់នេះក៏ជាប់បណ្ដាញឆបោកនៅស្រុកខ្មែរដែរអឺមនុស្សទី1គឺឈ្មោះហ៊ុយហ្សាវ៉ៃហ្នឹងគេហៅ Mr. ហ៊ុយហ្នឹងគឺគាត់ជាមន្ត្រីគេហៅថាដៃស្ដាំរបស់លោក Gen Z ដែលកាន់ក្រុមហ៊ុន Prince Group ហ្នឹងជាមេដឹកនាំជាន់ខ្ពស់ដែលគេហៅបងធំផងនិយាយទៅគឺមេធំនឹងដែរដែលកន្លងមកកម្ពុជាអត់ទាន់ដែលថានិយាយថាអាមេរិកចាប់បានតែ Gen Z ចាត់ការអត់សំទោសមិនមែនចាប់បានចាត់ការតែ Gen Z ទេក៏ប៉ុន្តែឥឡូវនេះគឺតាមស្រាវជ្រាវរករកបណ្ដាញនេះបានមកកណ្ដងក៏ដឹកទៀតអញ្ចឹងមានលោកហ៊ុយសាវ៉ៃហើយបន្ទាប់ពីលោកហ៊ុយសាវ៉ៃហ្នឹងគឺជាដៃស្ដាំបាននៃកាន់ការក្រុមហ៊ុន Prince Group នឹងដ៏ធំហើយបន្ទាប់ពីលោកហ៊ុយសាវ៉ៃហ្នឹងគឺមានមនុស្សតទៅទៀតបាទសតតែឈ្មោះចិននេះបងប្អូនខ្ញុំអានទៅក៏ស្ដាប់តាមមិនចាប់ទេគាត់ថា6នាក់នេះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទៅស្ដាប់ទៅតាមដានសារព័ត៌មានសំទោសFacebook របស់ក្រសួងការបរទេសអាមេរិកដែលគេដាក់ថា Department of State ហ្នឹងគឺយើងឃើញសេចក្តីថ្លែងការណ៍ប្រកាសព័ត៌មានរបស់គេនិយាយពីរឿង6នាក់ឥឡូវខ្ញុំសង្ខេបខ្លីចោះដើម្បីចង់និយាយថាតើ6នាក់នេះតកតងនឹងក្រុមហ៊ុនរបស់លោក Gen Z នេះគេដាក់ទណ្ឌកម្មអីខ្លះតាមពិតទណ្ឌកម្មដែលគេដាក់នេះគឺមែនតើគឺបង្កក់ទ្រព្យសម្បត្តិហើយនឹងមិនអោយក្រុមហ៊ុនអាមេរិករកស៊ីជាមួយនឹងក្រុមហ៊ុនពាក់ព័ន្ធនឹងទាំងអស់នេះឬបើមានគឺត្រូវដកខ្លួនប្រកាសផ្ដាច់ខ្លួនអីចឹងបើហ៊ានតែប្រឡូកប្រឡាក់ទៀតគឺនឹងជាប់ទោសដែរមានភាគហ៊ុនមានអីហ្នឹងគឺក៏ហើយក៏មិនអាចរកស៊ីរកអីបានដែរឥឡូវនេះគឺតាមពិតចំណាត់ការបែបនេះបើយើងមើលទៅខ្មែរយើងអាចសួរថាបានប្រយោជន៍អីព្រោះលោក Gen Z ឬក៏ក្រុមបណ្ដាញមេខ្លោងធំគេនៅស្រុកខ្មែរទាំងអស់ហ្នឹងអូយតែយើងទៅចាប់អាម៉េចបើស្រុកខ្មែរអត់មានស៊ើបអង្កេតចាប់អ្នកទាំងអស់នេះឬក៏មកដល់ម៉ោងនេះស្រុកខ្មែរចាប់បញ្ជូនហ្នឹងណាប៉ុន្តែអត់ទាន់មានបង្កក់លុយណាបាន1រៀល1កាក់1សេនអីទេអាមេរិកហុងកុងអូស្ត្រាលីកាណាសិង្ហបុរីម៉ាឡេកូរ៉េខាងត្បូងថៃជប៉ុនអ្នកទាំងអស់នេះសុទ្ធតែចក្រភពអង់គ្លេសនិងអាមេរិកហ្នឹងសុទ្ធតែបង្កក់ទ្រព្យសម្បត្តិតាក់ទងនឹងអង្គការ Gen Z និងក្រុមឆបោកនៅកម្ពុជាដែលគេស៊ើបអង្កេតហ្នឹងគឺគេចាត់ការគេរឹបអូសទ្រព្យសម្បត្តិគេរាប់ពាន់លានដុល្លារអស់ហើយដោយឡែកនៅស្រុកខ្មែរគឺយើងចាប់បញ្ជូនហើយដល់ពេលអញ្ចឹងទៅធ្វើឲ្យក្រុមហ៊ុនដែលនៅស្អេកស្កះនៅស្រុកខ្មែរដែលរងទណ្ឌកម្មអាមេរិកដែរហ្នឹងគឺរួចខ្លួនចង់និយាយថាអត់មានការបង្កក់ទ្រព្យសម្បត្តិអីទាំងអស់អញ្ចឹងប្រជាពលរដ្ឋចិត្តតែឆ្ងល់ថាចុះបើចាប់បានមេខ្លោងចុះលុយគាត់នៅណាក្រុមហ៊ុនគាត់នៅណាអីនៅណាតើយកមកសងជនរងគ្រោះវានិយាយទៅមែនតើទៅខ្មែរយើងអត់សូវមានជនរងគ្រោះច្រើនដែលចង់និយាយជនរងគ្រោះនៃការឆបោកដែលគេបោកអស់លុយតាមឆបោកអនឡាញហ្នឹងយើងអត់សូវមានទេវាមានភ័ព្វវាសនាអញ្ចេះដែរទេជនរងគ្រោះភាគច្រើនជាជនជាតិអាមេរិកដោយសារឲ្យអាមេរិកហ្នឹងគឺជាចាស់ដែលមានលុយចូលនិវត្តន៍អីរាប់សែនដុល្លារណោះហើយដល់អញ្ចឹងទៅគាត់ត្រែតហើយលុយចាយមិនអស់ហើយមិនដឹងធ្វើអីចឹងទៅឮសូរគេថាវិនិយោគនេះវិនិយោគនោះបានលុយបន្តិចបន្តួចអីចេះតែកុំឲ្យទំនេរចាញ់បោកគេអស់លុយរាប់ម៉ឺនរាប់សែនដុល្លារម្នាក់ហើយដល់សរុបទៅរាប់ពាន់លានដុល្លារតែនៅខ្មែរយើងមានលុយឯណាតែឲ្យពួក scammer នឹងបោកវាអត់មានលុយយើងរកតែលុយបងមីក្រូហិរញ្ញវត្ថុមិនទាន់ហ្នឹងយើងចាញ់បោកតែអុកញ៉ាដីខ្យល់អុកញ៉ាអីវិនិយោគនៅក្នុងស្រុកខ្មែរបន្តិចបន្តួចដែលគេថាអូមានគម្រោងដីឡូពុះប្លង់ចែកលក់ចឹងទៅដល់បងចុះបងឡើងអត់ដីអត់អីទេព្រោះដោយសារតែយើងតិចតួចចឹងចេះតែបេះពីមាត់ពីកដើម្បីយកទៅរកស៊ីអញ្ចឹងហើយតែឲ្យចាញ់បោកឆបោកអនឡាញនេះវាអត់សូវមានទេព្រោះអីឆបោកអនឡាញនេះគឺជំនាញត្រូវការប្រើបច្ចេកវិទ្យាប្រើអីទំនើបអីចឹងដែរទៅដូចកម្ពុជាខ្មែរយើងទី1ខ្វះខាតផងអាបច្ចេកវិទ្យាយើងចាស់ភាគច្រើនអត់ចេះប្រើទូរស័ព្ទអីនឹងឲ្យទំនើបចុចមិនត្រូវខ្ទង់ផងដូច្នេះវាមិនសូវចាញ់បោកពួកឆបោកហើយណាមួយពួកឆបោកនេះក៏ដឹងដែរថាទៅបោកខ្មែរយាយចាស់ហ្នឹងបានកាក់មលូកាក់ស្លាហ្នឹងវាទៅអត់បានលុយបានអីទេដូច្នេះយើងវាមានភ័ព្វវាសនាមិនមែនដោយសារតែយើងមិនមែនជាជនរងគ្រោះដោយសារយើងក្របើយើងមានធូធាដូចគេត្រូវថ្មងដូចតែគេអញ្ចឹងព្រោះអីគេមកចូលដល់ក្នុងផ្ទះយើងដើម្បីយកជាកន្លែងឆបោកហើយរឿងអីខ្មែរយើងមិនចាញ់បោកប៉ុន្តែយើងคล้ายទៅជាអ្នកបោកគេទៅវិញណាព្រោះអីគេជួលមនុស្សបុគ្គលិកខ្មែរយើងដែលចេះអង់គ្លេសហ្នឹងយកទៅធ្វើជាអ្នកឆបោកឥឡូវជាប់គុកជាប់ច្បាប់คล้ายជាជនរងគ្រោះคล้ายអីហ្នឹងអត់មានលុយមានកាក់អីទៅជួយផ្គត់ផ្គង់គ្រួសារអីអញ្ចឹងទៅបាទឥឡូវយើងវិលមកវិញក្រៅពីបុគ្គលទាំង6នាក់ដែលជាជនជាតិចិនអាចនឹងមានសញ្ជាតិខ្មែរទៀតហ្នឹង
យើងមិនដឹងថាគាត់មានសញ្ជាតិខ្មែរឬអត់ទេព្រោះចិនច្រើនណានៅស្រុកខ្មែរដែលរកស៊ីធំអង្គញាមហាមន្ត្រីដែលជាប់ជាទីប្រឹក្សារបស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតហ្នឹងខ្ញុំជឿថា90%គឺមានសញ្ជាតិខ្មែរព្រោះខ្មែរយើងភាគច្រើនអត់ចង់បានទីប្រឹក្សាជាបរទេសហ្មងឯងគឺកុំឲ្យថាយើងស្ដាប់បរទេសយើងយកយោបល់ពីបរទេសព្រោះទុកឱកាសហ្នឹងដើម្បីវិបហាធ្វើបាបក្រុមប្រឆាំងថាណែឯងយកគំនិតបរទេសមកជួយបាក់ជួយអីហ្នឹងគឺណែឯងក្បត់ជាតិអីដូចរឿងលោកកំសខារឿងអីចឹងឬក៏ឥឡូវកំពុងរករឿងគណៈបកនយោបាយដទៃទៀតថាបានលុយបានអីពីរដ្ឋបរទេសអីណាកំពុងរកចង់លាយគណៈបកគេទៀតហើយអាហ្នឹងជាល្បិចទៅអញ្ចឹងដល់ពេលរដ្ឋាភិបាលដើម្បីកុំឲ្យមានខ្លួនគឺជួលតែជនបរទេសណាដែលភាគច្រើនត្រូវឲ្យមានសញ្ជាតិខ្មែរហ្មងបើថាគេរករឿងអីណែខ្ញុំមិនមែនជួលចិនជាបរទេសកុម្មុយនីសហ្នឹងទេពួកគេសើមានសញ្ជាតិខ្មែរអញ្ចឹងទៅអញ្ចឹងអាសញ្ជាតិខ្មែរហ្នឹងមិនដឹងឲ្យលឹមលំយ៉ាងម៉េចដល់តែពេលមានរឿងអីដកអស់លេងថាសញ្ជាតិហ្នឹងឲ្យសើខុសច្បាប់ខុសនីតិវិធីអីចឹងទៅតែកាលឲ្យហ្នឹងអត់មានពិនិត្យអត់មានអីទេតទៅពេលមានរឿងអីបានថាសញ្ជាតិហ្នឹងឲ្យខុសអញ្ចឹងចេះតែថាចេះតែធ្វើទៅប្រជាប្រដ្ឋហ្នឹងចេះតែជឿតាមទៅព្រោះវាអត់មានប្រព័ន្ធណាផ្ទៀងផ្ទាត់អីកសែតអីអាជ័យធ្លាក់ទឹកហើយអើអីណាថាអីថាណាធ្វើអីធ្វើទៅស្រុកខ្មែរណាធ្វើអីធ្វើទៅគេចង់ថាអីថាទៅព្រោះវាអត់មានប្រព័ន្ធផ្ទៀងផ្ទាត់បងប្អូនប្រទេសណាដែលអត់មានប្រព័ន្ធផ្ទៀងផ្ទាត់ហ្នឹងគឺយើងចាប់ហើយបងប្អូនដូចតយោទឹកដែលហូរហើយអត់មានក្បាលរំបិនេដើម្បីមូលបិទណាបងប្អូនសាកសម័យតិចមើលតយោទឹកដែលហូរវូអញ្ចេះមកហើយយើងអត់មានអីបិទហើយតយោទឹកដែលហូរមកហ្នឹងគឺប្រជាពលរដ្ឋហ្នឹងកំពុងលងទឹកណាហាតយោហ្នឹងវាហូរចូលក្នុងអាងដែលប្រជាពលរដ្ឋកំពុងលងហ្នឹងហូររហូតហើយអត់មានស្អីបិទដូច្នេះតិចហ្នឹងលងស្លាប់ហើយបងប្អូនហាស្អីបិទតយោហ្នឹងគឺស្អីគេប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអង្គការសង្គមស៊ីវិលឯករាជ្យសហជីពឯករាជ្យគណៈបកប្រឆាំងតឡាការឯករាជ្យទាំងអស់នេះសុទ្ធតែជាចំោះជាផ្នែកឲ្យប្រជាពលរដ្ឋក្លាហានចេះគោរពសិទ្ធិចង់និយាយដឹងស្គាល់សិទ្ធិរបស់ខ្លួនក្នុងការនិយាយរិះគន់រដ្ឋាភិបាលទប់កុំឲ្យអាទឹកនឹងហូរបាក់ទំនប់អញ្ចឹងតែឥឡូវងើបមួយវាយមួយឲ្យបើកក្បាលរមណីនឹងហូរចោលឲ្យសម្លាប់ហ្មងអានេះហើយដែលជាការស្លាប់ដែលយើងអត់អាចទប់បានណាព្រោះអីប្រជាពលរដ្ឋអត់អាចទៅទប់អាទឹកហូរនឹងបានទេព្រោះរដ្ឋាភិបាលនៅកាន់អាក្បាលរមណីហ្នឹងនៅបើកចោលឲ្យមកអ្នកណាមកពវល់អាហ្នឹងគឺចាប់ដាក់គុកអញ្ចឹងគាត់ប្រហូរចោលគាត់ចង់និយាយអីក៏បានគាត់ចង់ថាអីក៏បានគាត់ចង់បង្កើតព័ត៌មានអីក៏បានប្រជាពលរដ្ឋក្រៅតែពីជឿទៅដើម្បីសក់អានេះហើយគឺស្លាប់ឥឡូវនេះយើងជឿទៅគាត់ធ្វើអីធ្វើមកដល់ម៉ោងនេះអត់ទាន់មានការចាត់ការមន្ត្រីខ្មែរដែលចូលក្នុងបញ្ជីខ្មៅអាមេរិកសំបីតែម្នាក់តើអ្នកនោះជាអ្នកណាខ្លះបងប្អូនចាំឲ្យមុននឹងចាប់ Gen Z នេះណាសំទោសមុននឹងចាប់ Gen Z ហើយនឹងក្រោយចាប់ Gen Z ហ្នឹងមានអុកញ៉ាខ្មែរ2នាក់ដែលពាក់ព័ន្ធនៅក្នុងទណ្ឌកម្មរបស់អាមេរិកហ្នឹងទី1គឺលោកលីយ៉ុងផាត់អ្នកអុកញ៉ាទៀតជាប្រធានសមាគមអុកញ៉ាកម្ពុជាទៀតហើយជាសមាជិកព្រឹទ្ធសភារបស់រដ្ឋាភិបាលកម្ពុជាកូតាគណៈបកប្រជាជនកម្ពុជាទៀតហើយអុកញ៉ាលីយ៉ុងផាត់ហ្នឹងត្រូវបានថៃនោះក៏ដាក់ថ្កោលទោសដកសញ្ជាតិថៃពីលោកអុកញ៉ាហ្នឹងទៀតមានសញ្ជាតិថៃយូរហើយតាហើយបើយើងនាំគ្នាថាស្អប់ថៃអញ្ចឹងលោកលីយ៉ុងផាត់ជាថៃដែរហ្នឹងតាមពិតគាត់មានតែលុបសញ្ជាតិថៃខ្លួនឯងណាថៃគេដកតើដោយសារតែគេចោទគាត់ពីបទឆបោកអនឡាញឥឡូវនេះមានក្រៅពីអ្នកអុកញ៉ាលីយ៉ុងផាត់មានអ្នកអុកញ៉ាកុកអានមិនមែនអុកញ៉ាទេណាអ្នកអុកញ៉ាបានន័យថាមហាអុកញ៉ាធំជាងអុកញ៉ាហ្នឹងទៀតលោកកុកអានហ្នឹងដែលជាសមាជិកព្រឹទ្ធសភារបស់គណៈបកប្រជាជនកម្ពុជាដែលសុទ្ធតែជាហឹបប្រាក់សុទ្ធតែជាអ្នកឧបត្ថម្ភគណៈបកប្រជាជនកម្ពុជាដែលតាំងពីដើមរៀងមកហ្នឹងគឺសុទ្ធតែនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកមានឈ្មោះលោកហ៊ុនតូមានឈ្មោះលោកនៅនឹងមានទាំងលោកសសុខាមានទាំងឈ្មោះអីនៅក្នុងបញ្ជីខ្មៅគេនឹងច្រើនណាស់ណេតសវឿនគួចចម្រើនមានលោកឌីវិជាមានច្រើនទៀតខ្ញុំរាប់មិនអស់ទេក៏ប៉ុន្តែមកដល់ម៉ោងហ្នឹងនៅពេលដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅដែលអាមេរិកគេបកកប្រាក់ផងគេដាក់ទណ្ឌកម្មរឿងឆបោកអនឡាញហ្នឹងចាប់បានលីគួងឯណានោះតែមានណាដឹងណាស្គាល់អីសោះនៅបើកកាស៊ីណូមួយនៅប្រែកចាក់ខេត្តកពតដែលជាអំបាទអុកញ៉ាណាមួយមកចេញមកចាប់បានប៉ុណ្ណឹងក្រៅពីហ្នឹងគឺនៅទាំងអស់ហើយយើងទៅប្រាប់ពិភពលោកថាកម្ពុជាបានចាត់ការឆបោកអនឡាញខ្ញុំឆ្ងល់អញ្ចេះថាបើគាត់ចាត់ការឆបោកអនឡាញហេតុអីបានជាអុកញ៉ាក្រាក់ដូចលោកលីយ៉ុងផាត់លោកកុកអានឬហ៊ុនតូឬអីដែលធំនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកនេះបើយើងចាត់ការ Gen Z ហេតុអីបានជាអុកញ៉ាទាំងអស់នោះអត់បានចាត់ការអីសោះឬមួយក៏គេចាត់ការឬមនុស្សចាត់ការឬក៏អាមេរិកជួយដែរតែច្បាស់ជាងគេតែ Gen Z ទេលោកអុកញ៉ាកុកអានលីយ៉ុងផាត់ហ៊ុនតូអីគឺមិនពាក់ព័ន្ធឬក៏យ៉ាងម៉េចបងប្អូនបើពាក់ព័ន្ធមិនពាក់ព័ន្ធគាត់ជាជាប់សង្ស័យបែបនេះដើម្បីលាងជំរះគាត់ក៏គណៈកម្មការឯករាជ្យមួយនៅស្រុកខ្មែរត្រូវការបើកការស៊ើបអង្កេតលើបុគ្គលទាំងអស់ហ្នឹងដើម្បីលាងសម្អាតទាំងលោកសសុខា
ជាមន្ត្រីក្រសួងមហាផ្ទៃរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអត់ព្រមបង្កើតគណៈកម្មការឯករាជ្យមួយកុំចូលខ្លួននៅក្នុងការបង្កើតឲ្យស៊ើបអង្កេតទៅដើម្បីសម្អាតខ្លួនគាត់ឲ្យថ្លាដើម្បីកុំឲ្យជាប់នៅក្នុងបញ្ជីខ្មៅអាមេរិកអត់ផ្ទុយទៅវិញទៅចាយលុយជិត$300,000មកជួលមេធាវីពីក្រុមហ៊ុននៅអាមេរិកឯនេះវិញដើម្បីឲ្យជួយបញ្ចុះបញ្ចូលដកឈ្មោះគាត់ចេញពីបញ្ជីខ្មៅតើបានប្រយោជន៍ស្អីដកឈ្មោះចេញពីបញ្ជីខ្មៅនោះបើវាមានក្នុងនឹងទៅហើយអញ្ចឹងវានៅក្នុងនឹងរហូតហើយទៅសំខាន់គឺណោះអត់មកអង្គុយបក់ផ្សែងទេទៅរួចភ្លើងនៅស្រុកខ្មែរយើងស៊ើបអង្កេតទៅដល់ពេលបានផលទៅសម្អាតទៅប្រាប់ថាអូក្រោយ